សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះផងដែរគឺជួបជាមួយខ្ញុំបាទសាច់ជាថ្មីម្ដងទៀតហើយអ្នកនរគ្នាបាទថ្ងៃនេះផងដែរគឺខ្ញុំនឹងមកបង្ហាញជូនបងប្អូនទាំងគ្នាបាទអំពីរបៀបការយើងកំណត់នីតិនៅលើ screen ទូរស័ព្ទដៃរបស់យើងបងប្អូនទាំងគ្នាបាទដែលឲ្យឈ្មោះថា screen time out បងប្អូនទាំងគ្នាបាទបងប្អូនបាទចង់បាននីតិវាឆាប់រលត់ទៅវិញហើយឬមួយក៏បងប្អូនបាទចង់បាននីតិវារក្សាទុកឲ្យនៅយូរសំខាន់គឺបងប្អូនបាទកំណត់ដោយខ្លួនឯងទេបងប្អូនទាំងគ្នាបាទចឹងថ្ងៃនេះគឺខ្ញុំនឹងមកបង្ហាញជូនបងប្អូនគ្នាបាទឲ្យចេះធ្វើទាំងអស់គ្នានឹងតែម្ដងបាទចឹងជាដំបូងអ្នកនរគ្នាបាទចូលមកកាន់ setting បាទបន្ទាប់ពីបងប្អូនបាទចូលមកកាន់ setting ហើយបងប្អូនចុចពាក្យថា display ដែលជាភាសាខ្មែរគេដាក់ការតាំងគឺការដាក់តាំងបងប្អូនគ្នាបាទចឹងយើងចុចទៅលើពាក្យ display ហ្នឹងមកអូខេចឹងបន្ទាប់ពីបងប្អូនបាទចុចពាក្យថា display ហ្នឹងហើយអ្នកនរគ្នា scroll មកខាងក្រោមរកពាក្យថា screen time out អ្នកនរគ្នាណាបាទបងប្អូនចុចទៅលើពាក្យថា screen time out ហ្នឹងទៅអូខេបន្ទាប់មកវាបង្ហាញបាទវាមានច្រើនជម្រើសសម្រាប់បងប្អូនជ្រើសរើសបាទវាមាន15វិនាទីវាមាន30វិនាទីវាមាន1នាទីវាមាន2នាទីវាមាន5នាទីហើយវាមានរហូតដល់10នាទីនោះបាទអញ្ចឹងបងប្អូនបាទចង់បាន15វិនាទីបងប្អូន select ទៅលើ15នាទីក្នុងរយៈពេល15វិនាទីហ្នឹងវានឹងរលត់ទៅវិញបាទ screen ទូរស័ព្ទដៃរបស់យើងបងប្អូនគ្នាបាទអញ្ចឹងបើសិនបងប្អូនចង់បាន30វិនាទីបងប្អូន select ទៅលើ30វិនាទីក្នុងរយៈពេលបាទ30វិនាទីវាអស់វានឹងរលត់បាទទូរស័ព្ទដៃរបស់យើងបាទហើយបើសិនបងប្អូនបាទចង់បាន1នាទីអញ្ចឹងអស់រយៈពេល1នាទីទូរស័ព្ទដៃរបស់យើងគឺវានឹងរលត់ហើយបើសិនបងប្អូនបាទចង់បាន2នាទីបងប្អូនចុចទៅលើ2នាទីបាទគេដាក់2 minute ហ្នឹងបងប្អូនបាទអស់រយៈពេល2នាទីហ្នឹងទៅគឺទូរស័ព្ទដៃវានឹងរលត់ទៅវិញបាទអញ្ចឹងបងប្អូនគ្នាសម្រាប់ការដាក់2នាទីវារៀងយូរបន្តិចបាទអញ្ចឹងបើសិនបងប្អូនបាទចង់បាន5នាទីចង់បាន10នាទីបាទគឺបងប្អូនជ្រើសរើសទៅតាមនឹងទៅបាទសម្រាប់10នាទី5នាទីគឺអត់សូវមានការពេញនិយមទេបងប្អូនគ្នាបាទអ្វីដែលគេច្រើនប្រើប្រាស់គឺគេយក1នាទីបងប្អូនគ្នាបាទប៉ុន្តែអានឹងគឺស៊ីសងលើបងប្អូនចង់បានទេណាបាទគេអត់មានកំណត់ឲ្យបងប្អូនទេណាបាទបងប្អូនចង់បានប្រមាណក៏បងប្អូន select ទៅតាមនឹងទៅណាបាទគេដាក់ឲ្យច្រើនជម្រើសនៅនឹងណាបងប្អូនគ្នាបាទអញ្ចឹងដែលខ្ញុំប្រើប្រាស់រាល់ថ្ងៃនេះគឺមាន1នាទីបងប្អូនគ្នាបាទគឺខ្ញុំប្រើប្រាស់1នាទីអស់រយៈពេល1នាទីហ្នឹងគឺវានឹងរត់ទូរស័ព្ទដៃរបស់យើងបាទហើយសម្រាប់បងប្អូនដែលគាត់ប្រើប្រាស់បាទគាត់ប្រើប្រាស់នៅក្នុងការិយាល័យឬក៏គាត់ផ្ដោតទៅលើការប្រើប្រាស់ទៅលើអ្វីមួយផ្សេងគាត់ចង់បាន2នាទីកុំឲ្យវាឆាប់រលត់ពេកជួនកាលទូរស័ព្ទដៃរបស់បងប្អូនខ្លះវាបើសិនបងប្អូនដាក់នាទីវាតិចពេកដូចដល់15វិនាទីឬក៏30វិនាទីវាងាករលត់ចឹងទៅបាទវាធុញទ្រាន់នៅក្នុងការយើងចុចបើកវិញហើយវាជាប់ជាមួយនឹង lock screen ទៀតបាទងាកដោះ lock screen ទៅវាធុញទ្រាន់បាទអញ្ចឹងបងប្អូនចង់ឲ្យនាទីវាវែងបងប្អូនកំណត់តាមនឹងទៅបើវាមាន1នាទីបាទវាមាន2នាទីផងដែរឬក៏មួយក៏វាមានដល់5នាទីរហូតដល់10នាទីនោះបាទចឹងបងប្អូនឆ្លាញ់ជម្រើសមួយណាបងប្អូនជ្រើសរើសទៅតាមនឹងទៅបងប្អូនចុច select ដូចខ្ញុំនឹងទៅណាបាទហើយបន្ទាប់មកបងប្អូនទាំងគ្នាបាទមកដល់ចំណុចខាងក្រោមគេដាក់ថា keep screen on while viewing បាទបងប្អូនទាំងគ្នាបើសិនបងប្អូនបាទចុចបើកវាអញ្ចេះបើសិនបងប្អូនផ្ដោតទៅលើបាទបងប្អូនផ្ដោតទៅលើអ្វីមួយនៅលើទូរស័ព្ទដៃរបស់យើងគឺវានឹងរក្សាទុកជូនបងប្អូនទាំងគ្នាទូរស័ព្ទដៃរបស់យើងគឺវាអត់រលត់ទេទោះបីជាបងប្អូនកំណត់បាននាទីនៅលើនឹងក៏ដោយបើសិនបងប្អូនបាទចុចបើកវាបែបហ្នឹងគឺវានឹងរក្សាទុកនៅតែម្ដងបាទគឺខ្ញុំដកតែវីដេអូបើសិនបងប្អូនបាទទស្សនាវីដេអូទៅបីបងប្អូនចុចបិទវានេះគឺវា play ឲ្យដែរប៉ុន្តែសម្រាប់បងប្អូនទស្សនាបាទបងប្អូនមើលអត្ថបទឬក៏មើលអក្សរអ្វីមួយនៅលើទូរស័ព្ទដៃរបស់យើងហ្នឹងគឺបងប្អូនអត់ចង់ឲ្យវារលត់ទេបងប្អូនចុចបើកវាចឹងមកដើម្បីឲ្យវារក្សាបាទទុកមិនរលត់ទៅវិញនៅពេលដែលបងប្អូនកំពុងតែមើលបាទអត្ថបទឬក៏មើលអ្វីមួយនៅលើទូរស័ព្ទដៃរបស់យើងហើយបើសិនបងប្អូនចុចបិទវាបែបនេះបាទនៅពេលដែលបងប្អូនបាទវាអស់នាទីទៅបាទ1នាទីឬ2នាទីដែលបងប្អូនបានកំណត់ហ្នឹងគឺវានឹងរលត់ទៅវិញណាបងប្អូនគ្នាបាទទោះបីជាបងប្អូនផ្ដោតមើលអត្ថបទឬក៏មើលរូបភាពអ្វីមួយនៅលើទូរស័ព្ទដៃរបស់យើងក៏ដោយណាបាទហើយបើសិនបងប្អូនបាទចង់ឲ្យវារក្សាទុកបានន័យថាយើងចង់មើលអត្ថបទបានន័យថាយើងមើលអត្ថបទនៅលើទូរស័ព្ទដៃរបស់យើងហ្នឹងគឺបងប្អូនចុចបើកបែបហ្នឹងទៅដើម្បីឲ្យកុំឲ្យវាលុតបងប្អូនគ្នាបានន័យថាវាលុតគឺវារក្សាទុកដើម្បីបងប្អូនបាទមើលអត្ថបទហ្នឹងឲ្យដល់ចប់បងប្អូនគ្នាណាបាទអញ្ចឹងវាបែបហ្នឹងបងប្អូនគ្នាបាទ
ចឹងសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនអ្នកគ្នាហើយបងប្អូនអ្នកគ្នាសូមជួយចុច Subscribe ម្នាក់មួយផងបាទដើម្បីឲ្យខ្ញុំបាទមានទឹកចិត្តនៅក្នុងការបាទធ្វើវីដេអូបន្តទៀតណាបងប្អូនអ្នកគ្នាបាទសូមអរគុណ